ជាបឋមខ្ញុំបាទសូមគោរពជម្រាបសួរដល់លោកគ្រូអង្គមីងនិងសិស្សនិស្សិតនិស្សិតទាំងអស់គ្នាខ្ញុំបាទឈ្មោះសាកកំសួរជាសិស្សថ្នាក់ទី12កនៃវិទ្យាល័យហ៊ុនសែនភាសាបកងធ្វើការលើកយកនៅលំហាត់មួយមកធ្វើការបកស្រាយមួយជាគន្លឹះដល់និស្សិតទាំងអស់គ្នាហើយការបកស្រាយនេះដែរត្រូវបានត្រួតពិនិត្យនិងសម្របសម្រួលដល់លោកគ្រូទីសុភីដែលជាគ្រូបង្រៀនគមីវិទ្យាថ្នាក់ទី12នៃវិទ្យាល័យហ៊ុនសែនភាសាបកងឥឡូវនេះយើងធ្វើការកែនៅលំហាត់របស់យើងទាំងអស់គ្នាដែលប្រធានគឺលំហាត់មួយក៏ចូលសេកលសមីការអេឡិចត្រូនិកនៃគូរេដុកគូអ៊ីយ៉ងចូលសូថាជាមួយស្ពិនភ្លឺដែលមានតម្លៃ0ស្មើ 0.50 វ៉ុលនិងគូស្ពិនភ្លឺឌីអុកស៊ីតជាមួយអ៊ីយ៉ងចូលសូថាដែលមានតម្លៃ0.40 វ៉ុលខចូលសេសមីការតរយៈការតាមប្រតិកម្មខាងលើកោតើប្រតិកម្មនេះជាប្រតិកម្មអ្វីព្រោះអ្វីឥឡូវនេះយើងឈានចូលដល់សំណួរកគឺចូលសេកលសមីការអេឡិចត្រូនិកគឺធ្វើការយកគូនីមួយៗមកសេកលសមីការដំបូងគឺយើងធ្វើការយកគូអ៊ីយ៉ងចូលសូថាជាមួយស្ពិនភ្លឺមកធ្វើការសរសេរដោយធ្វើការសរសេរពីអុកស៊ីតកទៅកាន់រេដកពីឆ្វេងពីគូពីធាតុនៅមុខទៅកាន់ធាតុដែលនៅក្រោយដែលធាតុនៅមុខដែលទៅជាអុកស៊ីតកដែលនៅក្រៅគឺជារេដកយើងអាចនិយាយបានសម្រាប់កលាសមីការគឺយើងធ្វើការសរសេរព្រួយចំនួន2គឺទៅហើយមកវិញសម្រាប់យើងធ្វើការក្នុងកលាសមីការរបស់យើងគឺយើងធ្វើការក្នុងកលាសមីការតាមមជ្ឈដ្ឋានអាស៊ីតដោយផ្អែកទៅលើគោលការណ៍ចំនួន4គឺមើលធាតុក្រៅពីអូនិងហាដោយផ្លឹងថែមមួយគុណស្មើគ្នាបើតាមមើលធាតុអូបើខ្វះអូថែមទឹកបើតាមមើលធាតុហាបើខ្វះហាថែមហាបូកនិងផ្លឹងបន្ទុកដោយថែមអេឡិចត្រូនតែបើយើងធ្វើការផ្លឹងដោយធាតុក្រៅពីអូនិងហាគឺធាតុស្ពិនភ្លឺដែលស្ពិនភ្លឺនៅអង្គទី1គឺមាន2អាតូមហើយអង្គទី2មានចំនួន1ដូច្នេះធ្វើការថែមមួយគុណ2យើងទទួលបាន2អាតូមស្មើគ្នាតែមកមើលធាតុអុកស៊ីសែននៅអង្គទី1មានចំនួន3ដែលអុកស៊ីសែននៅអង្គទី2មិនមានវីតាមីនគឺយើងធ្វើការបូកថែម3ទៅតើមកយើងមើលធាតុអ៊ីដ្រូសែនដែលអ៊ីដ្រូសែនអង្គទី2មានចំនួន6អាតូមដែលអ៊ីដ្រូសែនអង្គទី1មិនមានដូច្នេះធ្វើការបូកថែម6ហាបូកចាប់ពីយើងបូកថែម6ហាបូកហើយយើងធ្វើការគិតបន្ទុករបស់វាដែលបន្ទុកនៅអង្គទី1បន្ទុកនៅអង្គទី2គឺមានគឺស្មើ0ដែលបន្ទុកនៅអង្គទី1គឺមានដក2និងបូក6ដល់ពេលដក2និងបូក6ធ្វើការគិតនេះទៅនៅសល់4ដែលជាធ្វើការបូកថែម4អេឡិចត្រូននៅអង្គទី1បន្ទាប់ពីយើងសេកលាសមីការនៃគូទី1ហើយធ្វើការសេកលាសមីការនៃគូស្ពិនភ្លឺឌីអុកស៊ីតជាមួយនឹងអ៊ីយ៉ងចូលសូថាធ្វើការសរសេរពីអុកស៊ីតកទៅកាន់រេដកដូចគ្នា SO2 ព្រួយទៅហើយមកវិញទីតដើម្បីធ្វើការផ្លឹងស្មីការតាមមជ្ឈដ្ឋានអាស៊ីតដូចគ្នាគឺមួយធាតុក្រៅពីអូដែលហាក់ដែលស្ពិនភ្លឺនៅអង្គទី1មានចំនួន1អាតូមដែលអង្គទី2មានចំនួន2អាតូមដូច្នេះធ្វើការថែមនៃគុណ2នៅពីមុខធាតុស្ពិនភ្លឺឌីអុកស៊ីតដើម្បីយើងមើលធាតុអុកស៊ីសែនដែលអុកស៊ីសែននៅអង្គទី2មានចំនួន3អាតូមដែលអង្គទី1មានចំនួន4ដូច្នេះធ្វើការបូកថែមមួយទៅនៅអង្គទី2នៅពេលយើងបូកថែមមួយទៅហើយយើងគិតថ្លឹងទៅដល់ធាតុអ៊ីដ្រូសែនដែលអ៊ីដ្រូសែននៅអង្គទី2មានចំនួន2អាតូមដែលអង្គទី1មិនមានដូច្នេះធ្វើការបូកថែម2ហាបូកបន្តមកធ្វើការគិតបន្ទុកដែលបន្ទុកនៅអង្គទី2មានចំនួន12ដែលបន្ទុកនៅអង្គទី1មានចំនួនបូក2ដូច្នេះធ្វើការបោះតម្លៃដែលតូចទៅរកតម្លៃដែលធំបោះដក2ទៅអង្គទី1ដល់ពេលដែលដកបោះទៅអង្គទី1គឺបានបូកដល់ពេលដែល2បូក2គឺបាន4ដូច្នេះធ្វើការបូកថែម4អេឡិចត្រូនឥឡូវសំណួរករបស់យើងត្រូវបានបញ្ចប់យើងចូលដល់សំណួរខគឺចូលសេសមីការតរយៈការតាមប្រតិកម្មមួយថាយើងសេសមីការដោយប្រើវិធានកម្មមកពីព្រោះគេបានប្រាប់តម្លៃ potential standard នៃគូទាំងពីរដល់យើងយើងធ្វើគូនៅវិធានកម្មណា
ពេលយើងគូយ៉ាងក្រាមកាមារហើយធ្វើការរំរៀបគូដែលមានតម្លៃអ៊ីសេរ៉ូខ្ពស់នៅលើគឺគូអ៊ីយ៉ុងស្យូសូផាត់ជាមួយនឹងស្ពិនធឺrồi hai cung để nói cắm cứ cô splinter dioxide cho môi ion sulfateแต่หมายถึงเซกับลาสมัยการในกลุ่มขังเลือคือเซมีออกสิทธิกรแต่การเรียนก่อมีทาเซปิชเวนตันสลัมហើយធ្វើការថ្លឹងក្នុងមជ្ឈដ្ឋានអាស៊ីតពីប្រូរេក៏របស់យើងមិនមានចិត្តទឹកដូច្នេះធ្វើការថ្លឹងសម័យកាលតាមមជ្ឈដ្ឋានអាស៊ីតដែលមើលធៀបក្រៅពីអូមេហ្គាគឺស្ពិនធឿមាន2អាតូមនៅអង្គទី1ឬអង្គទី2មានចំនួន1ដូច្នេះធ្វើការថែមគុណ2នៅមុខស្ពិនធឿនៃអង្គទី2តែមកមើលធៀបអុកស៊ីសែនគឺអុកស៊ីសែននៅអង្គទី1មានចំនួន3អាតូមដែលអង្គទី2មិនមានដូច្នេះធ្វើការបូកថែម3ហាក់បូសំទោស3ទឹកបូកថែម3ទឹកហើយយើងគិតទៅលើអ៊ីដ្រូសែនគឺអ៊ីដ្រូសែននៅអង្គទី2មានចំនួន6ដែលអ៊ីដ្រូសែនមិនមានវីតាមីននៅអង្គទី1ដូច្នេះយើងធ្វើការបូកថែម6ហាក់បូកនៅអង្គទី1ហើយគិតបន្ទុកដែលបន្ទុកនៅអង្គទី1មានចំនួនបូក6និងដក2ដូច្នេះបូក6និងដក2គឺបាន4ដូច្នេះធ្វើការបូកថែម4អេឡិចត្រូននៅអង្គទី1តែមកធ្វើការសរសេរគូខាងក្រោមគឺពីរេតកទៅកាន់អុកស៊ីតកវិញគឺសរសេរពីអ៊ីយ៉ុងស្យូសូផាតទៅកាន់ស្ពិនធឺឌីអុកស៊ីតតែមកធ្វើការថ្លឹងធៀបក្រៅពីអូមេហ្គាគឺស្ពិនធឺដែលស្ពិនធឺនៅអង្គទី1មានចំនួន2អាតូមដែលអង្គទី2មានចំនួន1ដូច្នេះធ្វើការថែមមួយគុណ2នៅមុខស្ពិនធឺឌីអុកស៊ីតតែមកយើងមើលធៀបអុកស៊ីសែននៅអង្គទី2មានចំនួន4អាតូមដែលអង្គទី1មានចំនួនតែ3ដូច្នេះធ្វើការបូកថែមមួយទឹកនៅអង្គទី1តែបានមើលថ្លឹងដល់ធាតុអ៊ីដ្រូសែនគឺអ៊ីដ្រូសែននៅអង្គទី1មានចំនួន2អាតូមនៅពេលអង្គទី2មិនមានដូច្នេះធ្វើការបូកថែម2ហាក់បូកបន្ទាប់មកយើងធ្វើការគិតបន្ទុកដោយបន្ទុកនៅអង្គទី1មានចំនួនដក2ដែលបន្ទុកនៅអង្គទី2មានចំនួនបូក2ដូច្នេះធ្វើការបោះបន្ទុកដែលតូចមកកាន់អង្គដែលមានបន្ទុកធំគឺបូក2គឺធ្វើការបោះដក2មកអង្គទី2គឺបានបូក2ដល់ពេលបូក2បូក2គឺបាន4ដូច្នេះធ្វើការបូកថែម4អេឡិចត្រូនតែឃើញថាអេឡិចត្រូននៅកន្លះសមីការទី1ស្មើនឹងអេឡិចត្រូននៃកន្លះសមីការទី2ដូច្នេះយើងអាចបូកកន្លះសមីការទាំងពីរចូលគ្នាគឺយើងបាន1អ៊ីយ៉ុងស្យូសូផាតបូក1អ៊ីយ៉ុងស្យូសូផាតយើងបាន2អ៊ីយ៉ុងស្យូសូផាត6ហាក់បូកសម្រួលនឹង2ហាក់បូកបាន4ហាក់បូកទទួលបាន2ស្ពិនធឺបូក2ស្ពិនធឺឌីអុកស៊ីតនិងបូក2ទឹកស្មីការកាស៊ីស្មីការតយការរបស់យើងចាប់បានបញ្ចប់យើងសួរដល់សំណួរចុងក្រោយគឺសំណួរកោគេសួរថាតើប្រតិកម្មនេះជាប្រតិកម្មអ្វីព្រោះអ្វីសំណួរកោចម្លើយយើងគឺប្រតិកម្មនេះជាប្រតិកម្មឌីស្មូតកម្មប្រតិកម្មនេះជាប្រតិកម្មពីស្មូតកម្មពីព្រោះយើងឃើញថាអង្គធាតុប្រតិកម្មមួយដើរតួបាន2ដើរតួជារេដើរតួជារេដកផងដើរតួជាអុកស៊ីតកផងដូច្នេះដល់ពេលដែលអង្គធាតុប្រតិកម្មមួយដើរតួបាន2ដូច្នេះប្រតិកម្មនេះជាប្រតិកម្មពីស្មូតកម្មដូច្នេះយើងឆ្លើយហេតុផលពីទៅរួមរងធាតុប្រតិករ SpO3 ពីរដងដើរតួជារេដកផងដ
សិទ្ធិករផងការបកស្រាយរបស់ខ្ញុំបានគឺសូមបញ្ចប់ហើយគឺសូមអរគុណដល់លោកគ្រូអពុំមីនិងមិត្តសិស្សានុសិស្សទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនានៅវីដេអូមួយនេះពីដើមដល់ចប់សូមអរគុណ